Nơi ti bồng phốt lô khươn sụp la hở khê xuân mũiត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបងរាជធានីភ្នំពេញចេញដីកាបង្គាប់ឲ្យឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី1ឬម1លោកត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទហិង្សាដោយចេតនាបន្ទាប់ពីត្រូវបានកោះហៅឲ្យចូលបំភ្លឺនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកាលពីថ្ងៃទី30ខែមិថុនាឆ្នាំ2026សូមជម្រាបជូនថាការកោះហៅឲ្យចូលបំភ្លឺនេះគឺបន្ទាប់ពីមានការចែកចាយវីដេអូឃ្លីបឃើញលោក K01 បានទះកំភ្លៀងទៅលើយុវជនម្នាក់និងទាញកយុវជនរូបនោះឲ្យលុតជង្គង់នៅចំពោះមុខម្ដាយដែលទង្វើនេះធ្វើឲ្យមហាជនជាច្រើននាំគ្នារិះគន់យ៉ាងចាស់ដៃបន្ទាប់ពីមានប្រតិកម្មក៏ដូចជាការស្នើសុំរបស់សាធារណជនលោកជួនរិនដែលជាស្នងការនគរបាលរាជធានីភ្នំពេញក៏បានបញ្ជាឲ្យជំនាញពាក់ព័ន្ធក៏ហៅលោក K01 ចូលបំភ្លឺតែម្ដងបន្ទាប់មកក៏មានការឃាត់ខ្លួនផងដែរ